Alright, everybody, welcome to our lesson again. Today, I would like to share with you about the phrase said that man makes house, woman makes home, right? អញ្ចឹងនៅ clear នេះគឺនៅក្នុងភាសាខ្មែរយើងអាចនិយាយថាសំណាបយោងដីស្រីយោងបរោះមែនអត់បងប្អូន Man makes house, woman makes home សំណាបយោងដីស្រីយោងបរោះប៉ុន្តែនៅក្នុងអត្ថន័យនេះគឺវាមានន័យនៅក្នុងហ្នឹងបងប្អូនអញ្ចឹងដើម្បីដឹងន័យនឹងបានយើងចូលទៅកាន់មេរៀននឹងទាំងស្រុងតែម្ដង Man makes a house, woman makes a home, right? Meaning អត្ថន័យហ្នឹងគឺមានន័យចេះបងប្អូនណា This mean a man may build or buy a house, the physical building, but a woman fill it with love, cares, and warmth, turning it into a real home. It shows the balance between physical structure and emotional comfort. យើងบอกប្រែថាអត្ថន័យនេះគឺមានន័យថាបរោះអាចស្ថាបនាឬក៏សាងសង់ឬក៏បាយទិញនៅគេហដ្ឋានផ្ទះអីចឹងណាបងប្អូនអានេះគេហៅថា the physical building ប៉ុន្តែ a woman feel ប៉ុន្តែស្ត្រីនារីទេដែលជាអ្នកបំពេញជាមួយនឹងសេចក្តីស្រឡាញ់ with love សេចក្តីស្រឡាញ់ពេញចិត្ត care បំពេញជាមួយនឹងការថែរក្សា care take care ថែរក្សា and warm ហើយនឹងបំពេញទៅនឹងភាពកក់ក្ដៅ turning it into a real home ធ្វើផ្ទះនឹងឲ្យคล้ายទៅជាផ្ទះឬក៏គេហៅថាពិតប្រាកដវាបង្ហាញនៅតម្លៃរវាង physical structure ស្ថាបត្យកម្មខាងរាងកាយ and emotional comfort ហើយនឹងសេចក្តីសុខផ្នែកផ្លូវចិត្ត okay emotional comfort នឹងសេចក្តីសុខផ្លូវចិត្តផាសុខភាពខាងផ្លូវចិត្តចឹងទៅ okay នឹងគឺជាអត្ថន័យមួយនៃ clear ដែលថា man makes a house, woman makes a home. Right អញ្ចឹងយើងមើល word by word ខាងក្រោមហ្នឹង word by word បងប្អូននេះណា word by word បានន័យថាពាក្យយើងមើលពាក្យណា man ហ្នឹងបងប្អូន man ហ្នឹងគឺ the male husband or father ភេទប្រុសគេសំដៅទៅភេទប្រុស បានដល់ប្តីរបស់យើងបានដល់ប្តីរបស់អ្នកទាំងអស់គ្នាឬក៏ father លោកឪពុកហ្នឹងទៅ Okay makes builds or creates អញ្ចឹង build នឹងប្រែថាស្ថាបនាសាងសង់ or create នឹងធ្វើបង្កើតណាបងប្អូន creates ធ្វើឬក៏បង្កើតណាខាងក្រោម house a building where people live បានន័យថាអាគារឬក៏ផ្ទះគេហដ្ឋានដែលជាទីកន្លែងមនុស្សរស់នៅ woman the female wife or mother បានដល់ភេទស្រីដែលជាម្ដាយឬក៏ជាប្រពន្ធអញ្ចឹងទៅ makes creates or turn into make ហ្នឹងគឺប្រែដូចខាងលើអញ្ចឹងបង្កើតណា turn into ឬក៏ធ្វើគេហដ្ឋានទាំងអស់ហ្នឹងឲ្យទៅជាគេហដ្ឋានដែលមានពលឹងមានមានស្នាមញញឹមមានអីណាមានភាពកក់ក្ដៅអញ្ចឹងណាបងប្អូន Okay home not just a building គឺមិនគ្រាន់តែជាអាគារមួយប៉ុណ្ណោះទេ but a warm a loving place where people feel safe, happy and cared for ប៉ុន្តែវាគឺជាផ្ទះដែលមានភាពកក់ក្ដៅជាទីកន្លែងដែលគួរឲ្យស្រឡាញ់ជាទីកន្លែងដែលមនុស្សមានអារម្មណ៍ថាសនុកសុខស្រួលមានសុវត្ថិភាពជាទីកន្លែងដែលធ្វើឲ្យមនុស្សរីករាយហើយក៏ជាទីកន្លែងដែល
ត្រូវបានថែរក្សាផងដែរអញ្ចឹងបងប្អូន and care for ជាទីកន្លែងជាគេហដ្ឋានដែលត្រូវបានរក្សាការពារផងដែរអញ្ចឹងបងប្អូនយើងមើលខាងក្រោមទៀត so together អញ្ចឹងយើងបូករួមពាក្យទាំងអស់នឹងចូលគ្នាថាតើវាមានន័យដូចម្ដេចបងប្អូន A man may provide the bedding but a woman gives it heart and soul អញ្ចឹងយើងមើលពាក្យមួយ a man បរោះ may អាច provide ប្រមូលណា the bedding ប្រែថាអគារ but ប៉ុន្តែ a woman នារីស្ត្រី gives ផ្ដល់ឲ្យយើងប្រែថា gives ផ្ដល់ឲ្យ it heart នឹងនៅបេះដូងណា heart បេះដូង and soul នឹងប្រែថាអារម្មណ៍គំនិត soul នឹងអារម្មណ៍ soul គំនិតអារម្មណ៍អញ្ចឹងទៅអញ្ចឹងយើងប្រែរួមបរោះអាចប្រមូលនៅអាគារ building ប្រមូលនៅអាគារ provide ប្រមូលនៅអាគារប៉ុន្តែនារីនោះទេដែលជាអ្នកផ្ដល់ឲ្យនៅបេះដូងផ្ដល់វាឲ្យនៅបេះដូងហើយនឹងអារម្មណ៍សតិស្មារតីអញ្ចឹងទៅបានផ្ដល់នៅភាពស្រឡាញ់ផ្ដល់ឲ្យអារម្មណ៍ថែរក្សាការពារគឺជាស្ត្រីនឹងឯងអ្នកនៅផ្ទះថែរក្សាមើលផ្ទះអញ្ចឹងណា example ឧទាហរណ៍ a husband បានប្តីណា might អាច might នឹងប្រែថាអាចណាបង build a new house for his family but his wife decorates it cooks cares for the children and creates a warm feeling that how a house become a home អញ្ចឹងយើងប្រែថាប្តីអាចធ្វើនៅផ្ទះថ្មីសម្រាប់គ្រួសាររបស់ពួកគាត់បានប៉ុន្តែប្រពន្ធរបស់ពួកគាត់ទេដែលជាអ្នកដេគ័របានដែលជាអ្នកដេគ័រថែរក្សាអញ្ចឹងរៀបចំផ្ទះនឹងឲ្យមានសណ្ដាប់ធ្នាប់ហ្នឹងគេហៅ decorates ជាអ្នកដេគ័រវាជាអ្នកថែរក្សាវាជាអ្នកបំពេញវាឲ្យមានអនាម័យឲ្យមានសោភ័ណភាពអញ្ចឹងទៅជាអ្នកចំអិនហើយក៏ជាអ្នកថែរក្សាក្មេងៗឬកូនរបស់ពួកគេ and create ហើយបង្កើតនៅអារម្មណ៍ដ៏មានភាពកក់ក្ដៅអារម្មណ៍ដ៏កក់ក្ដៅបងប្អូន creates a warm feeling បង្កើតនៅអារម្មណ៍កក់ក្ដៅ that how a house become a home ដែលជារឿងទាំងនោះហើយដែលធ្វើឲ្យផ្ទះនឹងคล้ายទៅជាលំនៅឋានដ៏មានសុភ